នេះមកដាក់ពាក្យធ្វើការនៅហាងអាហារមួយក្នុងគោលបំណងធ្វើឲ្យហាងអាហារនោះរលំរលាយហាងអាហារនេះគឺជាហាងអាហាររបស់ស្ត្រីស្នេហាយើងនឹងធ្វើឲ្យហាងមួយនេះដួលខ្ពាក់ដល់ដីបេសកកម្មដំបូងចង់បំផ្លាញហាងគឺត្រូវបំផ្លាញផ្លូវចូលហាងនេះបានឲ្យជាងមកសង់ទ្វារចូលហាងឲ្យដូចជាទ្វារទូដែកអញ្ចឹងឲ្យអតិថិជនវេទនាទានាល្មមទៅបើកចូលចាំមើលណាពេលអតិថិជនពិបាកតើអ្នកណាចូលហាងឯងបានឲ្យទ្វារនេះធ្ងន់ណាស់ពិបាកមែនទែនគ្រាន់តែចង់ចូលស៊ីអីសោះអ្វីដែលនឹកស្មានមិនដល់នោះគឺតែទ្វារកាន់តែពិបាកចូលកាន់តែចោមរោមមើលចង់ដឹងថាតើអ្នកណាដែលមានសមត្ថភាពអាចបើកទ្វារនេះបានគ្រាន់តែថ្ងៃមួយមានអតិថិជនម្នាក់អាចបើកទ្វារនេះចូលហាងបានគាត់ក៏ខ្លាចជា idol របស់មនុស្សគ្រប់គ្នាភ្ញៀវមកតម្រង់ជួរចាំបើកទ្វារនឹងពេញនឹងឥឡូវនេះមិនមែនហាងដួលទេណាភ្ញៀវកាន់តែច្រើនជាងមុនទៀតហាងរត់តុកអង្គុយឡើងមានហើយធ្វើយ៉ាងម៉េចទៅអូយឈឺឡាតែតណាស់ខ្ញុំចូលទៅដល់បេសកកម្មទី2នាងក៏បានដើរទៅរកមនុស្សដែលគ្មានផ្ទះនៅមនុស្សអនាថាមើលទៅមិនអាចធ្វើការអ្វីបាននោះហើយបបួលមនុស្សទាំងអស់នោះមកធ្វើជាចុងភៅចង់សម្លាប់ហាងមួយត្រូវសម្លាប់ចេញពីចុងភៅចាំមើលថាតើហាងនោះអាចឆយយ៉ាងម៉េចកើតអ្វីដែលនឹកស្មានមិនដល់នោះអនាថាដែលនាងតាក់ទងនោះជាអតីតចុងភៅវាំងដែលប្រពន្ធរត់ចោលហើយមានជំងឺបាក់ទឹកចិត្តលែងចង់ធ្វើការធ្វើងារហើយចៃដន្យបានជាមីផ្ដល់ឱកាសឲ្យគាត់ក៏បញ្ចេញស្នាដៃអស់ពីពោះពីពងតែម្ដងហូបដំបងរបស់ជនអនាថាអតិថិជនហូបហើយស្រាប់តែអូឆ្ងាញ់ណាស់ខ្ញុំហោះសិនហើយថាយ៉ាងម៉េចទៅឡាអតិថិជនហោះពេញហាងហើយនេះញៀវកាន់តែច្រើនជាងមុនទ្វេដល់ជីមីធ្វើអីមិនចេញទេបានតែចេញទឹកភ្នែកគឺមិនចោះចាញ់ទេបេសកកម្មទី3ចង់សម្លាប់ហាងមួយត្រូវសម្លាប់ចេញពីបុគ្គលិកនាងបានរស់យកមនុស្សព្រៃដែលមិនចេះអានមិនចេះសរសេរអក្សរទាំងអស់មកធ្វើជាបុគ្គលិករត់តុនិយាយមិនយល់គ្នាបែបនេះណាទៅហ៊ានចូលហាងនេះទៀតទៅនេះគឺជាវិធីដែលមនុស្សព្រៃស្វាគមន៍ភ្ញៀវជីមីគិតថាប្រកាសជាអតិថិជនខ្លាចបះសក់លែងហ៊ានចូលហាងនេះហើយសម្រាប់ហើយថ្ងៃដំបូងមនុស្សព្រៃបានរត់តុកឡើងវល់ចលាចលពេញនឹងតែម្ដងធ្វើឲ្យហាងរញ៉េរញ៉ៃបះសក់ពេញនឹងជីមីបានឃើញហេតុការណ៍ដូចនោះហើយនាងក៏សោកចេញពីបេះដូងយ៉ាងសប្បាយចិត្តឥតឧបមា20នាទីក្រោយមកមនុស្សព្រៃទាំងនោះមិនចេះអក្សរពិតមែនតែគាត់មានទេពកោសល្យយ៉ាងពិសេសដែលអាចលើកចានម្ដង10 20បានធ្វើឲ្យអតិថិជនស្ញប់ស្ញែងហើយសេវាលឿនទាន់ចិត្តញៀវកាន់តែអបអរលើសមុនទៀតដល់កបដោយខ្ញុំចង់តែឈួតទៅនេះយើងធ្វើយ៉ាងម៉េចទៅដើម្បីឲ្យហាងនេះបើបេសកកម្មបន្ទាប់ជីមីចាប់ផ្ដើមបំផ្លាញហាងដោយការ free គ្រប់បែបយ៉ាងនៅក្នុងហាងទាំងអស់ថ្ងៃនេះអ្នកណាដែលមកញ៉ាំអាហារគឺអញ្ជើញចូលតាមចិត្តខ្ញុំ free ជូនទាំងអស់តែម្ដងមិនគិតឡើយទេអ្វីដែលនឹកស្មានមិនដល់ទាំងមូលត្រូវបានកក់ស្ទះដោយសារមនុស្សមកឆោតតម្រង់ជួរក្នុងហាងនេះកាន់តែពិសេសជាងនោះទៅទៀតនោះមានល្បីជាច្រើនមកសុំ sponsor និងដាក់ហាងរបស់ខ្លួនឯងនៅក្នុងហាងអាហាររបស់ជីមីហើយមានអ្នកចុះវិនិយោគទុនជាច្រើនដែលធ្វើឲ្យជីមីคล้ายទៅជាចាត់ការទូទៅនៅក្នុងហាងអាហារប្រចាំឆ្នាំហើយវីតាមីនបណ្ដួលកម្ពស់ Nextra Labs ដែលគឺជាវីតាមីនដែលផលិតនៅសហរដ្ឋអាមេរិកចិត្តចូលស្តុកឯណាបងប្អូនហើយជាអាចជាដើមខែនេះចូលស្តុកវិញឯងសម្រាប់អ្នកដែលដាក់ pre-order មុននឹងទទួលបានអីវ៉ាន់មុនណាចាអ្នក pre-order មាន promotion ណានៅពេលដែលអីវ៉ាន់ចូលស្តុកគឺលើតម្លៃធម្មតាវិញឯងតែវីតាមីននេះទទួលបាន feedback ជារៀងរាល់ថ្ងៃតែម្ដងគាត់ញ៉ាំអស់មួយកំប៉ុងគាត់លូតបាន3សង់ទីម៉ែត្របងបើកូនប្រុសញ៉ាំនេះគាត់ញ៉ាំអស់មួយកំប៉ុងដែរគាត់ដំបងពេលគាត់ចាប់ដើមញ៉ាំ1ម៉ែត្រ19សង់ទីម៉ែត្រដល់ពេលគាត់ញ៉ាំអស់មួយកំប៉ុងចូលដល់កំប៉ុងទី2ហើយគាត់វាស់ម្ដងទៀត1ម៉ែត្រ24សង់ទីម៉ែត្របងពួកខ្ញុំ2បងទី1ទី2គាត់ទី2បងដល់ពេលគាត់ញ៉ាំទៅគាត់លូតបានប៉ុណ្ណឹងនិយាយទៅគ្មានអីសប្បាយចិត្តជាងទទួលបានជាមួយនឹង feedback អតិថិជនប្រើប្រាស់ជាមួយនឹងផលិតផលយើងហើយទទួលបានផលទេបងប្អូនអតិថិជនម្នាក់នេះគាត់ប្រើជាមួយនឹងឈុតមុខឡាលីកាបងប្អូនមុខគាត់កាមុន roll ហើយមានមុនមានខ្ទុះរហូតតែម្ដងបងប្អូនគាត់ប្រើបាន14ថ្ងៃបងប្អូនមកមើលស្បែកមុខគាត់បន្តិចមើលគេថាយកសារធាតុចាក់មុខមកប្រើជា skin care គឺវាល្អអញ្ចឹងតែម្ដងបងប្អូនថាទៅជនជាតិអាស៊ីទេសូម្បីជាជនជាតិអាមេរិកកាំងក៏ដោយខ្ញុំលក់នៅសហរដ្ឋអាមេរិកនេះបងប្អូនអតិថិជនខ្ញុំម្នាក់មុខរបស់គាត់មកដល់រលាកខ្សោយស្ដាងមែនតែនៅពេលដែលគាត់បានប្រើប្រាស់ជាមួយនឹងឈុតមុខមួយនេះដែលសេរ៉ូមរបស់វាគឺធ្វើអំពី Exopedia ជាសារធាតុគេតែ clinic ចាក់មុខនឹងឲ្យបង្កើតកោសិកាថ្មីធ្វើឲ្យយើងក្មេងមុខតឹងមុខរលោងអត់ចេះចាស់ទេជាមួយនឹងលេយប់មួយប្រាជីគូបងប្អូនគេហៅជាតិ10ជាតិបងប្អូនសម្រាប់អាលេលីបមុខពេលយប់នេះគឺធ្វើអំពីសារធាតុត្រជាក្រាញ់ទឹកឬក៏គេហៅថាស៊ីកាមួយនឹងសេរ៉ាម៉ៃធ្វើឲ្យស្បែករបស់យើងរឹងមាំល្អមិនងាយរោមមិនងាយប្រតិកម្មមិនងាយឡើងបាត់ស្នាមជាំស្នាមក្រហមបំបត្តិរញើសទៀតណា